បងប្អូនក្មួយៗទាំងអស់គ្នាមករយៈនេះនៅប្រទេសជប៉ុនណាម្ហូបអាហារគឺថាឡើងថ្លៃជាង 4000 មុខចាក្នុងហ្នឹងក៏មានអង្ករដែរអង្ករត្រីសាច់បន្លែនិយាយទៅឡើងថ្លៃទាំងអស់សូម្បីតែសាំងណាបងប្អូននៅស្រុកខ្មែរចុះថ្លៃប៉ុន្តែនៅជប៉ុនទៅជាឡើងថ្លៃវិញចាហើយបើនិយាយពីត្រីសាម៉ុនវិញបើយើងទិញគេកាត់ស្រាប់នៅផ្សារណាគេមិនបានកាត់ក្រាស់ដូចខ្ញុំអញ្ចឹងផងគេកាត់តូចឯងប៉ុន្តែមួយដុំតូចហ្នឹង200 យេនចា200 យេនហ្នឹងបើយើងគិតទៅវារង្វង់5-6000 លុយខ្មែរណាចាមួយដុំតូចណាចឹងហើយខ្ញុំក៏ទៅផ្សារធំគេហៅផ្សារបោះដុំខ្ញុំទៅទិញត្រីសាម៉ុនដោយសារយូមីអាហ៊ីណាចូលចិត្តណាស់បងប្អូនជាពិសេសត្រីសាម៉ុនដែលប្រឡាក់ប្រៃតិចបែបនេះយើងយកទៅអាំងហូបមួយបាយនិយាយវាថាឆ្ងាញ់ហើយបើខ្ញុំទិញធំចេះមួយដុំវាតែ$9អាមេរិកឯងចា1300 យេនមួយដុំវាអញ្ចឹងបើខ្ញុំយកទិញវា2ដុំវាអស់$18អាមេរិក$18អាមេរិកវារង្វង់72000 រៀលលុយខ្មែរបងប្អូនចាប៉ុន្តែខ្ញុំយកវាមកកាត់បានរហូតដល់27ចំណិត27ចំណិតបងប្អូនបើយើងគិតទៅណាមួយចំណិតបើគេលក់នៅផ្សារទំនើបមួយចំណិតវាថា5000 រៀលលុយខ្មែរចាបងប្អូនអញ្ចឹង10ចំណិតវា50000 20ចំណិតវាមិន100000ហើយខ្ញុំយកមកកាត់បានចំណិតធំហើយអស់តា70000ជាងឃើញវាចំណេញទេចាស្ត្រីមេផ្ទះតតាគិតវិភាគអញ្ចឹងណាបងប្អូនជាពិសេសអ្នកមានសមាជិកច្រើនដោយផ្ទះខ្ញុំ5នាក់អញ្ចេះចាបើទៅទិញចំណិតពីផ្សារចាំមើលតិចទៀតនៅក្នុងវីដេអូខ្ញុំលើកចំណិតដែលគេលក់នៅផ្សារឲ្យបងប្អូនមើលព្រោះខ្ញុំទៅទិញ3ចំណិតដែរវាមាននៅសល់ក្នុងទូទឹកកកដែលខ្ញុំបញ្ជាក់ប្រាប់បងប្អូនណាថាមួយចំណិតវា200 យេនអាហ្នឹងអត់តន់គិតគិតពន្ធទេណា200 យេនហ្នឹងបើយើងគិតទៅវាថារង្វង់5000 រៀលលុយខ្មែរដែលខ្ញុំបញ្ជាក់ចាអញ្ចឹងបើមួយចំណិត5000 10ចំណិតគឺវា50000 20ចំណិតគឺវា100,000ហើយខ្ញុំកាត់រហូតដល់បាន27ចំណិតហើយខ្ញុំអស់តែ70000ជាងទេខ្ញុំទិញដុំហើយខ្ញុំវិចខ្ចប់វាបងប្អូនខ្ញុំកាត់អញ្ចឹងហើយខ្ញុំយកមកវិចខ្ចប់ហើយខ្ញុំយកទៅបង្កកចានេះបងប្អូនខ្ញុំរៀបដាក់ថង់អញ្ចឹងណាបងប្អូនក្មួយណាខ្លះចូលចិត្តហូបត្រីសាច់ក្រហមនេះបងប្អូនត្រីសាច់ក្រហមនេះជនជាតិជប៉ុនគាត់ចូលចិត្តហូបមួយនឹងបាយព្រោះវាប្រឡាក់ប្រៃស្រាប់តិចអញ្ចឹងណាខ្ញុំនៅជប៉ុននេះដំបូងឡើយខ្ញុំមកនៅជប៉ុនខ្ញុំឃ្លានតែត្រីងៀតហូបបាយមួយត្រីងៀតខ្មែរយើងទៅដល់ពេលខ្ញុំមកនៅជប៉ុនយូរទៅវាស៊ាំដូចជនជាតិជប៉ុនអញ្ចឹងមិនបាច់ត្រីងៀតក៏បានត្រីសាម៉ុនប្រឡាក់ប្រៃតិចអញ្ចឹងយកមកអាំងឆ្ងាញ់បងប្អូនឃើញទេមកកញ្ចប់វាមាន5ចំណិតចាបងប្អូននេះនៅក្នុងទូកកខ្ញុំទិញគ្រឿងស្តុកទុកគ្រឿងម្ហូបអាហារមានទាខ្វៃមានសាច់មាន់2គីឡូកន្លះហើយមានត្រីហើយនេះត្រីតូចក៏មានហើយត្រីសាម៉ុនពីផ្សារដែលគេកាត់លក់ដែលខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាមួយចំណិតវាជាង200 យេនណាស្មើនឹង5000 រៀលលុយខ្មែរមួយចំណិតហ្នឹងនេះគេលក់នៅផ្សារឃើញតូចហ៎ស្ដើងចាហើយមួយចំណិតរបស់ខ្ញុំណែឃើញទេខ្ញុំទៅផ្សារបោះដុំផ្សារក្បែរផ្ទះហ្នឹងវាថ្លៃចាបើផ្សារបោះដុំយើងបើកឡាន20នាទីខ្ញុំ20នាទីអត់បញ្ហាបើកឡានខ្លួនឯងវឹងនិយាយបងប្អូនបានឃើញទេ
បាន5ចា5ថង់ហើយមានអា2ចំណិតនៅខាងក្រៅនោះខ្ញុំអត់ច្រកថង់ឲ្យទុកអាំងញ៉ាំចាល្ងាចហ្នឹងអញ្ចឹងខ្ជិលបកកអញ្ចឹង5ថង់មួយថង់មាន5ដុំណាបងប្អូនណាឃើញទេស្ត្រីមេផ្ទះគិតកាក់ល្អិតអញ្ចឹងគូបោកដកគុណចែកសាហាវក្នុងខួរក្បាលបើអត់គិតទេចេះតែចាយផ្ដេសផ្ដាស់នៅស្រុកជប៉ុនក្រអត់ដឹងខ្លួនឡើយព្រោះអីវ៉ាន់ថ្លៃគ្រប់សពទាំងអស់បងប្អូន